ដើម្បីជាការរំលឹកគុណទៅដល់អ្នកម្ដាយគ្រប់រូបដែលបានទ្រាំពោពោះយ៉ាងលំបាកទម្រាំទារកកើតចេញពីផ្ទៃមកខាងក្រៅនិងដើម្បីបង្ហាញអំពីភាពអច្ឆរិយៈនៃកំណត់កំណត់របស់មនុស្សតាំងពីដំណាក់កាលនៃការវិវត្តពីគភ៌រហូតដល់ការចាប់កំណត់ជាទារកមន្ទីរពេទ្យមួយនៅក្នុងប្រទេសអ្នកមានបានជះលុយប្រមាណ$20 លានដើម្បីសាងសង់រូបសំណាកឲ្យប្រជាជនរបស់ខ្លួនបានឃើញនិងបានស្វែងយល់មានទីតាំងនៅពីមុខអគារមន្ទីរពេទ្យដ៏ធំ Citra Medicine ក្នុងទីក្រុងដូហាប្រទេសកាតារូបសំណាកទាំងនេះត្រូវបានគេប្រសិទ្ធនាមឲ្យថា The Miraculous Journey ដែលអាចបកប្រែជាភាសាខ្មែរថាអភូតហេតុដ៏អស្ចារ្យនៃដំណើរជីវិតវាជាចម្លាក់សំរឹទ្ធដែលមានសរុបចំនួន14រាងគ្នាដែលត្រូវបានសាងសង់ដោយវិចិត្រករជនជាតិអង់គ្លេសដ៏ល្បីល្បាញគឺលោក Damien Hirst ចន្លោះឆ្នាំ2005និងឆ្នាំ2013និងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងឆ្នាំ2018បន្ទាប់ពីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃមន្ទីរពេទ្យ Citra Medicine រូបសំណាកទាំងនេះបានក្លាយទៅជាផ្នែកមួយនៃភាពល្បីល្បាញឲ្យគេបានស្គាល់មន្ទីរពេទ្យ Citra Medicine កាន់តែច្រើនពិសេសវាទទួលបានការសរសើរពីមនុស្សជុំវិញពិភពលោកព្រោះថារូបចម្លាក់ទាំងនេះមិនត្រឹមបានបង្ហាញអំពីការផ្ដល់តម្លៃដល់ស្ត្រីនិងអត្ថន័យនៃជីវិតរបស់មនុស្សនោះទេប៉ុន្តែទឹកដៃរបស់វិចិត្រករទៀតសោតគឺមានភាពលម្អិតល្អឥតខ្ចោះតែម្ដងតាមទំហំនិងកម្ពស់រាងគ្នាដែលវាបានបង្ហាញអំពីការវិវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាលនៃការកំណត់កំណត់របស់មនុស្សដោយចាប់តាំងពីការជួបគ្នាដំបូងរបស់មេជីវិតឈ្មោលនិងមេជីវិតញីការរួមបញ្ចូលគ្នានៃមេជីវិតទាំងពីរនេះការចាប់ដើមវិវត្តចេញជាទារកពីមួយដំណាក់កាលទៅមួយដំណាក់កាលនិងរហូតចុងក្រោយបំផុតគឺជាទារកដែលកើតចេញពេញរូបពេញរាងពីផ្ទៃរបស់ម្ដាយដែលរូបទារកនេះគឺមានកម្ពស់រហូតដល់14ម៉ែត្រចំណែកឯទម្ងន់សរុបរបស់ចម្លាក់ទាំង14គឺប្រមាណ216តោននេះសបញ្ជាក់ឲ្យឃើញថាក្នុងការសាងសង់អ្វីមួយពិសេសនៅក្នុងប្រទេសជឿនលឿនមិនមែនសុកគេចំណាយលុយរាប់លានដុល្លារចោលនោះទេការធ្វើអ្វីមួយគឺសុទ្ធតែមានមូលហេតុហើយវិចិត្រករមួយដែលអាចល្បីល្បាញនៅជុំវិញពិភពលោកបាននោះក៏មិនមែនដោយអត់មូលហេតុនោះដែរជាចុងក្រោយតើបងប្អូនរៀនបានអ្វីខ្លះពីក្រោយរូបចម្លាក់$20 លាននេះសូមខមមិនចម្លើយរបស់បងប្អូននៅខាងក្រោមវីដេអូឲ្យបានដឹងផងសម្រាប់ទស្សនៈរបស់ខ្ញុំយល់ឃើញថាអត្ថន័យបង្កប់របស់វិចិត្រករគឺ1មនុស្សស្រីគឺជាភេទមួយដែលគួរតែត្រូវបានការលើកទឹកចិត្តការមើលថែនិងផ្ដល់តម្លៃខ្ពស់ព្រោះថាគាត់មានការលះបង់ខ្លាំងណាស់សម្រាប់រាល់ការបង្កើតនូវជីវិតថ្មីមួយ2ការកើតជាមនុស្សមកបានគឺមិនងាយស្រួលនោះទេយើងត្រូវឆ្លងកាត់នៅអភូតហេតុដ៏អស្ចារ្យជាច្រើនទម្រាំចេញពីផ្ទៃរបស់ម្ដាយមកឃើញព្រះអាទិត្យនៅពិភពលោកខាងក្រៅដូច្នេះត្រូវចេះស្រឡាញ់ជីវិតរបស់ខ្លួនទម្រាំការចាប់កំណើតមកបានគឺវាយូរណាស់អញ្ចឹងកុំបញ្ចប់វាលឿនខ្លាំងពេក3ជីវិតរបស់មនុស្សយើងម្នាក់គឺពោរពេញទៅដោយការប្រកួតប្រជែងការប្រកួតប្រជែងនេះគឺមានចាប់តាំងពីពេលដែលមេជីវិតរបស់យើងប្រជែងទម្រាំឈ្នះមេជីវិតផ្សេងទៀតដូច្នេះកុំខ្លាចនឹងធុញទ្រាន់ចំពោះការប្រកួតប្រជែងហើយកុំឆាប់ចុះចាញ់នឹងឧបសគ្គដែលកើតមាននៅចំពោះមុខ